một môn bà trình một tên một môn bà rồi mình tới cái xuống cà phê thay lục nạn độc phấn cái ban thì dây tha trên nó còn lươn ca chủng liệtប្រជាជនខ្មែរដែលរស់នៅភូមិប្រៃច័ន្ទនិងភូមិជោគជ័យបាទឲ្យមុនថ្ងៃកំណត់រំលាយសភារបស់ថៃបាទគេបានចេញមកប្រាប់សារព័ត៌មានរបស់ថៃនៅព្រឹកនេះតែម្ដងបាទហើយនៅក្នុងដែរគេបានសង្កត់ធ្ងន់ថាមេបញ្ជាការកងទ័ពថៃបានត្រៀមលក្ខណៈរួចជាស្រេច 100% ហើយសម្រាប់ការប្រយុទ្ធបាទអូអាតានេះចេញមកអត់ដែរថាមួយម៉ាត់ណាដែរថាគម្រាមខ្មែរទេបាទអត់តែចេញពេលណាដឹងតែគម្រាមមកខ្មែររហូតបាទបានបដិញ្ញាចិត្តជាថ្មីម្ដងទៀតពីវិមានរដ្ឋបាលថៃនៅវេលាព្រឹកថ្ងៃពុធទី3ខែធ្នូឆ្នាំ2025នេះថាមុននឹងឈានទៅដល់ថ្ងៃរំលាយសភាថៃនាពេលដ៏ខ្លីខាងមុខនេះអ្វីដែលលោកចង់ធ្វើគឺពន្លឿនការបិទបញ្ចប់ក្នុងការជំនះទៅលើអ្នកភូមិខ្មែរលោកកំពុងតែពន្លឿនកិច្ចពិភាក្សានេះជាមួយនឹងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC អូគេបានចេញមកគម្រាមខ្មែរយើងទៀតហើយបាទរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាទលោកណតផុនបាទអាតាហ្នឹងបងប្អូនបានស្គាល់ហើយតែចេញពេលណាមកមិនដែលថាអត់គម្រាមខ្មែរយើងទេបាទទីប្រាប់កាសែតរបស់ថៃមុនហ្នឹង1ម៉ោងហើយបន្ទាប់មកនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានចេញមកច្រានចោលពាក្យចាំរាមដែលថាមានព័ត៌មានដែលកំណត់ពេលវេលាឲ្យអ្នកភូមិខ្មែរផ្លាស់ប្ដូរលំនៅឋានចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទមុនពេលប្រទេសថៃរំលាយសភានាពេលខាងមុខអញ្ចឹងលោកអនុទីនបានចេញមកច្រានចោលព័ត៌មានដែលថាកំណត់ឲ្យអ្នកភូមិព្រៃច័ន្ទនិងភូមិជោគជ័យឲ្យជំនះចេញពីមុនការកំណត់រំលាយសភារបស់ថៃបាទគេបានមកបដិសេធទាំងស្រុងថាការងារនេះលោកអនុទីនបាននិយាយអញ្ចឹងការងារនេះគឺទុកឲ្យខាងកងទ័ពរបស់ថៃអ្នកដោះស្រាយគេបានមកច្រានចោលឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយផ្សឹងដល់ពេលនាយកមន្ត្រីថៃនិយាយផ្សេងបាទអញ្ចឹងយើងដឹងថាថៃគឺយើងមិនអាចយកជាការបានទេរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណតផុននេះនិយាយផ្សេងដល់ពេលនាយករដ្ឋមន្ត្រីថៃលោកអនុទីននេះនិយាយផ្សឹងហើយនៅក្នុងនោះដែរលោកបានសង្កត់ធ្ងន់ថានៃការជំនះអ្នកភូមិខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងលោកនោះឡើយបាទអញ្ចឹងមិនពាក់ព័ន្ធជាមួយនឹងលោកអនុទីនទេបាទគេបានមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសថៃបាទនៅក្នុងព្រឹកនេះតែម្ដងអញ្ចឹងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណតផុននេះបានចេញមកប្រាប់សារព័ត៌មានរឿងជំនះប្រជាជនខ្មែរដែលរស់នៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះឲ្យរើសចេញមុនថ្ងៃកំណត់រំលាយសភាដល់ពេលលោកអនុទីនបានចេញមកបដិសេធថាមិនពាក់ព័ន្ធជាមួយនឹងលោកទេបាទគេមកបដិសេធភ្លាមតែម្ដងបាទអញ្ចឹងខ្ញុំមិនដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណតផុននេះនិងនាយកមន្ត្រីថៃនេះមិនដឹងថាមានរឿងអីទេបានលោកអនុទីនមកចេញមកបដិសេធភ្លាមតែម្ដងបាទថ្នាក់ដឹកនាំរបស់ប្រទេសថៃមិនដឹងថានិយាយយ៉ាងម៉េចទេបានជាអត់និយាយអត់ត្រូវគ្នាបងប្អូនបាទហ្នឹងហើយនិយាយមិនត្រូវគ្នាទេរដ្ឋមន្ត្រីក្រសួងការពារជាតិថៃគេនិយាយផ្សេងបាទនាយករដ្ឋមន្ត្រីគេនិយាយផ្សឹងមានអញ្ចឹងដែរបងប្អូនណាមិនមានអញ្ចឹងដែរអាប្រទេសកំពុងតែជន់ទុកអីអត់មាននាំគ្នាដោះស្រាយរឿងវិបត្តិក្នុងប្រទេសទេគិតតែនាំគ្នាមកគិតតែឈ្លានពានមកលើកម្ពុជាបាទបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នេះបងប្អូនអរគុណច្រើន